សម្រាប់បងដែលកំពុងតែរថយន្ត SUV 7កៅអីរបស់ជប៉ុននេះគឺជា Mitsubishi Designator ស៊េរីឆ្នាំ2026ដែលទើបតែប្រកាសលក់ក្តៅៗទេតម្លៃវិញខ្ទង់តែ$40,000តែប៉ុណ្ណោះអញ្ចឹងចង់ដឹងថាតើរថយន្តនេះមានអីពិសេសមានអីទំនើបខ្លះក៏ដូចជា option អីគេខ្លះតោះទៅមើលលម្អិតខ្ញុំទាំងអស់គ្នាចាប់ផ្ដើមដំបូងពីការ design រូបរាងសម្រាប់ការ design របស់គេមើលទៅរៀងបែប futuristic ណាស្អាតមែនទែនហើយចំណុចដែលខ្ញុំចូលចិត្តដំបូងហ្នឹងគឺប្រកាសជា daytime រៀងអក្សរ T មួយនេះហើយមើលទៅពេញភ្នែកស្អាតខ្លាំងមែនទែនបន្ថែមពីហ្នឹងចោះបានក្រុមយើងឃើញមានមកជាមួយនឹងពូដែលមានសមត្ថភាពភ្លឺទីងងឹតក៏ដូចជាអាចតម្លាក់ផាកូដបានអូតូផងដែរចំណុចទី2ដែលខ្ញុំចាប់អារម្មណ៍ហ្នឹងគឺនេះ front grille នៅផ្នែកខាងមុខនេះមើលទៅ clean ស្អាតហើយបែប futuristic មែនទែនចោះមកខាងក្រោមយើងឃើញមានមកជាមួយនឹង sensor 4គ្រាប់នៅផ្នែកខាងមុខហើយក៏មាន4គ្រាប់នៅផ្នែកខាងក្រោយផងដែរបន្ថែមពីនេះយើងឃើញមានកាមេរ៉ាមួយគ្រាប់នៅផ្នែកខាងមុខអញ្ចឹងក៏មានមកជាមួយនឹងកាមេរ៉ាអាចឲ្យយើងមើលមកជុំវិញទួលឡានបានផងដែរផ្នែកខាងគៀនវិញគឺប្រើជាប្រភេទយ៉ានកង់អាលុយមីញ៉ូមទំហំ18អ៊ីងការ design របស់គេគឺពណ៌ខ្មៅលាយជាមួយនឹងពណ៌ទឹកប្រាក់លយមែនទែនហើយបន្តទៀតយើងទៅមើលនៅផ្នែកខាងក្រោយវិញម្ដងមកផ្នែកខាងក្រោយអីដែលត្រូវប្រាប់ដំបូងគឺប្រកាសជាការ design stop រៀងអក្សរ T នេះហើយមើលទៅ clean ស្អាតជាពិសេសវាស៊ីគ្នារវាងផ្នែកខាងមុខនិងផ្នែកខាងក្រោយណាពាក់ព័ន្ធជាមួយក្លុបបើកអូតូអត់បាច់បារម្ភទេឡើងមកបាន smooth ល្អមែនទែនហើយពាក់ព័ន្ធជាមួយទៅលើរឿងទំហំក្លុបបាទអញ្ចឹងទំហំក្លុបដោយសារតែវាជាប្រភេទរថយន្ត SUV 7កៅអី3ជួរអញ្ចឹងនៅពេលដែលបងប្អូនតម្លាក់កៅអីជួរទី3នេះជា space ដែលបងប្អូនទទួលបានអញ្ចឹងណាហើយនៅខាងក្នុងនេះក៏យើងមានកន្លែងអាវ៉ាន់បន្ថែមផងដែរអញ្ចឹងពេលខ្លះអាវ៉ាន់ទុយអីផ្សេងៗយើងអាចដាក់ខាងក្នុងនេះបានឬក៏មួយទៀតនៅពេលដែលអាវ៉ាន់មានក្លិនបាទម្ហូបឬក៏អីចឹងទៅយើងអាចដាក់ខាងក្នុងនេះដើម្បីកុំឲ្យក្លិនចូលទៅខាងក្នុងឡានរបស់យើងអូខេក្នុងលក្ខខណ្ឌថាយើងមានសមាជិកច្រើនបាទអត់បាច់បារម្ភទេទាញកៅអីនេះឡើងបងប្អូននឹងទទួលបាន space ដើម្បីអាចអង្គុយបានគ្នាពីរនាក់បន្ថែមទៀតអញ្ចឹងទៀតយើងនឹងចូលទៅផ្នែកខាងក្នុងថា space នោះមានទំហំប៉ុណ្ណាយើងទៅមើលទាំងអស់គ្នាតោះអូខេបងប្អូននេះគឺជាផ្នែកខាងក្នុងរបស់រថយន្ត Mitsubishi Designator ដោយបងប្អូនបានឃើញអញ្ចឹងពូស្បែកច្រើនខ្លាំងមែនទែនហើយសំខាន់ជាប្រភេទស្បែកគេអាឡងល្អណាហើយបើពាក់ព័ន្ធជាមួយទៅលើការប្រើប្រាស់ពណ៌នៅក្នុងនេះគឺប្រើពណ៌ខ្មៅលាយជាមួយនឹងពណ៌រាងបែបសូកូឡាអញ្ចឹងមើលទៅស្អាតម្យ៉ាងផងដែរហើយបើឲ្យខ្ញុំចូលឲ្យលម្អិតបងទីមួយពាក់ព័ន្ធជាមួយចកូតបាទចកូតនេះជាប្រភេទចកូតអេឡិចត្រូនិកអញ្ចឹងសម្រាប់ការបត់បែនឯផ្សេងៗគឺងាយស្រួលទន់ខ្លាំងមែនទែននៅខាងមុខខ្ញុំវិញគឺជាកុងទ័រ digital ទំហំ8អ៊ីងសម្រាប់ពណ៌មានលម្អិតឯផ្សេងៗគឺបង្ហាញនៅខាងក្នុងនឹងទាំងអស់តែម្ដងងាកមកខាងស្ដាំគឺអេក្រង់ touch screen ទំហំ12.3អ៊ីងនៅក្នុងអេក្រង់នេះគឺយើងអាចភ្ជាប់ជាមួយនឹង Apple CarPlay និង Android Auto មានខ្សែក៏បានអត់ខ្សែក៏បានទៅតាមចំណូលចិត្តរបស់បងអញ្ចឹងណាហើយពាក់ព័ន្ធជាមួយចម្រៀងអីផ្សេងៗដោយសារតែយើងនិយាយទៅលើអេក្រង់គឺប្រកាសជាចម្រៀងហើយបាទចម្រៀងជាចំណុចដែលខ្ញុំមិនអាចរំលងសម្រាប់រថយន្តនេះបានដូចបងប្អូនបានឃើញអញ្ចឹងគឺជាប្រភេទ speaker Yamaha ហើយយើងនិយាយដល់ Yamaha ខ្ញុំជឿថាបងប្អូនយើងបានដឹងហើយYamaha គឺខ្លាំងទៅលើរឿងសំឡេងរបស់គេនឹងឯងអញ្ចឹងនៅក្នុងរថយន្ត Mitsubishi Designator នេះគឺប្រើជាប្រភេទ speaker Yamaha បន្តតែម្ដងអញ្ចឹងសម័យថាបងប្អូនចេញពីធ្វើការថ្ងៃខ្លះ stress អីផ្សេងៗយើងអាចចម្រៀងមានមកជាមួយនឹង speaker មួយដែលព្រោះល្អសម្រាប់បងប្អូនប្រើប្រាស់អញ្ចឹងវាជួយជាមួយនឹង stress របស់យើងបានបន្តផងដែរឬក៏ពេលខ្លះយើងទៅ road trip ទៅតាមខេត្តអីផ្សេងៗតែចាក់ចម្រៀងស្ដាប់តាមផ្លូវហើយអញ្ចឹងនៅក្នុងឡានមួយនេះគឺដឹងតែប្រព័ន្ធសំឡេងរបស់គេអែមផ្ទាល់តែម្ដងហើយបន្ថែមពីហ្នឹងយើងក៏មានមកជាមួយនឹង ambient light ផងដែរ ambient light គឺយើងអាចកំណត់ពណ៌បានច្រើនមែនទែនស្រឡាញ់ពណ៌អីចង់បានពណ៌អីគឺយើងអាចដូរទៅតាមពណ៌ដែលជាចំណង់ចំណូលចិត្តរបស់បងប្អូនបានលយខ្លាំងមែនទែនចុះមកខាងក្រោមទៀតគឺយើងមានប្រភេទជាម្លប់សិនជានេះជាប្រភេទ Nano X ណាអញ្ចឹង Nano X នេះគឺជាប្រភេទសិនជាផ្សិតខ្យល់អញ្ចឹងមិនបងប្អូនបាច់បារម្ភទេថាថ្ងៃនឹងខ្យល់ពើឬក៏បរិស្ថានខាងក្រៅអត់សូវល្អអីផ្សេងៗនៅខាងក្នុងឡាននេះគឺដឹងតែផាសុខភាពល្អតែម្ដងជាពិសេសសម្រាប់បងប្អូនដែលគាត់មានកូនតូចអីខ្ញុំគិតថាចំណុចនេះប្រកាសជាត្រូវចិត្តបងបន្ថែមចុះមកខាងក្រោមទៀតយើងមានរន្ធសាកថ្ម USB-C ក៏ដូចជា USB-A ក៏ដូចជា wireless charge ដែលខ្ញុំកំពុងតែសាកទូរស័ព្ទរបស់ខ្ញុំផ្ទាល់តែម្ដងចុះមកខាងក្រោមកន្លែងនេះវិញគឺជាប្រអប់លេខ CVT អញ្ចឹងខ្ញុំជឿថាឲ្យតែនិយាយដល់ CVT បងតែគាត់ដឹងរឿងឡានគាត់ប្រកាសជាដឹងហើយ CVT គឺការចេញចូលលេខ smooth ល្អមែនតើមិនថាបងប្អូនបើក្នុងក្រុងឬក៏ក្រៅក្រុងអីទេការចូលលេខនីមួយៗគឺបានល្អសម្រាប់ប្រអប់លេខ CVT បាទចំណុចមួយដែលខ្ញុំចង់បញ្ជាក់រួមបងប្អូនហ្នឹងគឺពាក់ព័ន្ធជាមួយទៅលើ drive mode បាទ drive mode មានរហូតដល់5ទី1គឺមាន normal ទី2 wet ទី3គឺ gravel ទី4គឺ tarmac ហើយទី5គឺ matte ទៅតាមស្ថានភាពផ្លូវនីមួយៗអញ្ចឹងទៅអញ្ចឹងរថយន្តនេះជាប្រភេទ SUV 7កៅអីមែនក៏ប៉ុន្តែមានមកជាមួយនឹង drive mode 5សម្រាប់ឲ្យបងប្អូនបើកទៅតាមស្ថានភាពផ្លូវនីមួយៗអញ្ចឹងមិនមែនបានន័យថា SUV 7កៅអី
ហើយខ្ញុំយើងសម្រាប់បើកទៅក្នុងក្រុងអត់ទេបងប្អូនត្រូវទៅតាមខេត្តចុះផ្លូវបបាក់ទៅដើរលេងចុងសប្តាហ៍ឬក៏បុណ្យទានធំៗអីផ្សេងៗអត់បាច់បារម្ភដែរព្រោះយើងមានមកតរ៉ៃម៉ូតទៅតាមស្ថានភាពផ្លូវនីមួយៗបើនិយាយដល់តរ៉ៃម៉ូតហើយខ្ញុំក៏អាចចោលបានដែរពាក់ព័ន្ធជាមួយទៅលើម៉ាស៊ីនរថយន្តនេះប្រើប្រាស់ម៉ាស៊ីន 1.5 turbo អាចផ្ដល់កម្លាំងបាន 163 PS ជាមួយនឹងកម្លាំងថប់ហ្នឹងគឺ 260 Nm អញ្ចឹងម៉ាស៊ីនប្រព័ន្ធនេះយើងគិតថាអាចសមល្មមហើយសម្រាប់ទាំងការប្រើប្រាស់ក្នុងក្រុងនិងក្រៅក្រុងតែពីនឹងពាក់ព័ន្ធជាមួយទៅលើប្រព័ន្ធសុវត្ថិភាពក៏មានច្រើនផងដែរដូចជាបន្លែង Sport Adaptive Control ប្រព័ន្ធបញ្ជាការបុកនៅផ្នែកខាងមុខក៏ដូចជាពងសុវត្ថិភាព6និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតផងដែរអូខេអញ្ចឹងឥឡូវយើងតមកជាមួយទៅលើការ design របស់ឡានវិញបន្តមកទៀតចង់ប្រាប់បងប្អូនថាពាក់ព័ន្ធជាមួយទៅលើដំបូលបាទអញ្ចឹងដំបូលបើកមកផ្ទាំងធំនៅផ្នែកខាងលើតែម្ដងអត់បាច់បារម្ភទេសម្រាប់បងប្អូនដែលគាត់ត្រូវការដំបូលបើកឲ្យវា fresh មិនថាតែបងប្អូនចេញពីធ្វើការឬក៏ទៅតាមខេត្តអីផ្សេងៗគឺមានផ្ទាល់តែម្ដងបើកមកផ្ទាំងធំបាទដូចបងប្អូនឃើញប្រាប់ណាដល់ផ្នែកខាងក្រោយតែម្ដងលយខ្លាំងបន្ថែមពីហ្នឹងនៅខាងក្នុងនេះយើងក៏មានមកជាមួយនឹង cool box ដែរអញ្ចឹងសម្រាប់មានភេសជ្ជៈមកបងប្អូនចង់រក្សាសីតុណ្ហភាពអីផ្សេងៗអាចដាក់នៅខាងក្នុងនេះបាទអញ្ចឹងត្រួសពាក់ព័ន្ធជាមួយទៅលើការ design ក៏ដូចជា option ដែលមាននៅក្នុងផ្នែកខាងមុខឥឡូវយើងទៅមើលនៅផ្នែកខាងក្រោយវិញម្ដងតាអូខេបងប្អូននេះគឺជាកៅអីនៅផ្នែកខាងក្រោយបាទពាក់ព័ន្ធជាមួយ space ទំហំផ្សេងៗក៏បងប្អូនបានឃើញស្រាប់អញ្ចឹងអត់បារម្ភទេគឺមកទលាយតែម្ដងហើយកន្លែងនេះចង់ជជែកបងប្អូនបាទអញ្ចឹងបើសិនជាក្នុងលក្ខខណ្ឌថាយើងអង្គុយតែ2នាក់ទេអាចតែលាក់នេះចុះមានកន្លែងដាក់ដៃមានកន្លែងដាក់កែវទឹកអីផ្សេងៗគឺបានមកស្រួលខ្លួនតែម្ដងកន្លែងដាក់កែវទឹកមិនមែនមានតែប៉ុណ្្នឹងទេណាបងប្អូននេះអាចដាក់នេះបានផងដែរអញ្ចឹងពេលខ្លះយើងត្រូវការធ្វើដំណើរទៅតាមផ្លូវឆ្ងាយត្រូវការញ៉ាំអាហារនៅក្នុងឡានឬក៏ធ្វើការអីផ្សេងៗអាចដាក់នៅលើនេះបានបាទកន្លែងនេះក៏យើងអាចដាក់កែវទឹកបានដាក់ញ៉ាំអាហារដាក់អីបានឬក៏ធ្វើការអីល្មមៗក៏យើងអាចធ្វើនៅនេះបានផងដែរលយខ្លាំងមែនតើហើយមួយទៀតដែលចង់បញ្ជាក់ជូនបងប្អូន space របស់គេគឺគេអត់ឲ្យខាតទេនេះកន្លែងនេះអាចដាក់អវ៉ាន់បានបន្ថែមកន្លែងនេះក៏មានកន្លែងដាក់អវ៉ាន់បានបន្ថែមនិយាយទៅគឺគាត់ឆ្នៃកន្លែងនីមួយៗដើម្បីយើងដាក់អវ៉ាន់បានកាន់តែបន្ថែមបាទ practical សម្រាប់អ្នកដែលគាត់មានសមាជិកគ្រួសារច្រើនឬក៏អ្នកដែលគាត់ប្រើប្រាស់នៅក្នុងលក្ខខណ្ឌថាមានគ្រួសារអីចឹងណាបាទហើយមួយទៀតពាក់ព័ន្ធជាមួយទៅលើម៉ាស៊ីនត្រជាក់បាទម៉ាស៊ីនត្រជាក់គឺយើងអាចសេរីនៅផ្នែកខាងក្រោយបានតែខ្លួនឯងព្រោះយើងមានម៉ាស៊ីនត្រជាក់នៅផ្នែកខាងក្រោយបន្ថែមពីហ្នឹងក៏មានមកជាមួយនឹងរុនសាសដែរយើងមាន USB-C ក៏ដូចជា USB-A បាទអញ្ចឹងទៅ AU ទី2ប៉ុណ្ណឹងឥឡូវយើងទៅមើល AU ទី3វិញថាតើមានទំហំប៉ុណ្ណាតោះអូខេនេះគឺជាទំហំសម្រាប់កៅអីជួរទី3ឬក៏កៅអីនៅផ្នែកខាងក្រោយនេះវិញម្ដងសម្រាប់ខ្ញុំគិតថាកៅអីប៉ុណ្នេះសម្រាប់បងដែលគាត់មានរាងតូចឬក៏សម្រាប់កូនក្មេងតូចៗអីផ្សេងគាត់អាចអង្គុយនៅកន្លែងនេះបានមកសមល្មមបាទបន្ថែមពីហ្នឹងគាត់ក៏មានកន្លែងដាក់អាវ៉ាត់របស់គាត់បាទដាក់កែវទឹកមានរោងសាកថ្មបន្ថែមជាពិសេសក៏មានមកជាមួយនឹងម៉ាស៊ីនត្រជាក់នៅផ្នែកខាងក្រោយផងដែរអញ្ចឹងបើប៉ុណ្ណេះខ្ញុំគិតថាមកសមល្មមសម្រាប់បងប្អូនឬក៏ក្មេងៗអីគាត់អង្គុយអញ្ចឹងណាឧទាហរណ៍ថាបងប្អូនទៅដើរលេងតាមខេត្តអីផ្សេងសមាជិកច្រើនអាចឲ្យក្មេងៗគាត់អង្គុយនេះជុំគ្នាអីចឹងទៅបាទអញ្ចឹងគឺបានមកអែមសមល្មមតែម្ដងអញ្ចឹងនេះគឺជាចំណុចពិសេសសម្រាប់រថយន្ត Mitsubishi Destinator ដែលជារថយន្ត SUV 7កៅអីរបស់ជប៉ុនផ្ទាល់តែម្ដងចំពោះតម្លៃវិញគឺ$45,000ជាមួយនឹងការធានាផ្លូវការពីក្រុមហ៊ុន Mitsubishi Motor Cambodia ហើយសម្រាប់ព័ត៌មានលម្អិតផ្សេងពាក់ព័ន្ធជាមួយនឹងការធានាក៏ដូចជាប្រសិនជាបងប្អូនចង់បង់រំលោះអីផ្សេងអាចអញ្ជើញទៅ showroom របស់ Mitsubishi Cambodia បានដែលឥឡូវនេះយើងកំពុងតែនៅ showroom ថ្មីរបស់គាត់ណានៅលើផ្លូវមនីវងផ្ទាល់តែម្ដងហើយបន្ថែមពីហ្នឹងគាត់ក៏មាន showroom ផ្សេងផងដែរអញ្ចឹងនៅចិត្តទីតាំងមួយណាបងប្អូនអាចទៅទីតាំងហ្នឹងបានឬក៏តាក់ទងតាមព័ត៌មានបន្ថែមដែលខ្ញុំទុកនៅលើ caption ខាងលើអរគុណសម្រាប់ការទស្សនាពីខ្ញុំពីទូយើងនឹងជួបគ្នានៅវីដេអូក្រោយជំរាបលា